សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះយើងសិក្សាបញ្ចប់ទាក់ទងជាមួយនឹងការបង្កើត dashboard អូខេអញ្ចឹងនេះគឺជា dashboard មួយដែលខ្ញុំបានធ្វើការបង្កើតឡើងហើយនឹងធ្វើការបង្ហាញមកបងប្អូនគ្នាអូខេអញ្ចឹងទាក់ទងជាមួយ dashboard នេះគឺយើងធ្វើចេញពី file ផ្សេងគ្នាគឺយើងអត់ធ្វើចេញពី file តែមួយទេមានន័យថា file ដែលយើងធ្វើគឺធ្វើចេញមកពី file ទាំង6នេះ file ទាំង6នេះឬក៏ data ទាំង6ហ្នឹងបាទបន្តមកទៀតបងប្អូនប្រើជាមួយនឹង Power Query ដើម្បីធ្វើការ combine file ទាំង6នេះបាទដាក់ចូលទៅក្នុងតារាងមេមួយហើយយើងយកតារាងមេហ្នឹងបង្កើតទៅជា dashboard បាទអញ្ចឹងមានន័យថាតកតងជាមួយនឹង dashboard ហ្នឹងវាកើតចេញពីតារាងមេមួយនេះហើយតារាងមេមួយនេះគឺកើតចេញពី file ទាំង6នេះអូខេអញ្ចឹងខ្ញុំនឹងបង្ហាញបងប្អូនគ្នាតកតងជាមួយនឹងការបង្កើត dashboard ចេញពី Power Query នៅក្នុង Excel អញ្ចឹងជំរាបដំបូងខ្ញុំសូមធ្វើការបិទ file នឹងជាមុនសិនអូខេអញ្ចឹងទី1គឺបងប្អូនបង្កើតជាមួយនឹង file មួយទៅដើម្បីធ្វើការ combine data ទាំង6ហ្នឹងដាក់ចូលមកក្នុង file នឹងមួយឥឡូវខ្ញុំសូមលុបចោលហើយខ្ញុំបង្កើតជូនបងប្អូនគ្នាមើលសារថ្មីនេះបាទខ្ញុំ click មកកស្ដាំខ្ញុំយកពាក្យថា new ហើយខ្ញុំយកពាក្យថា Microsoft Excel Worksheet បន្តទៀតខ្ញុំដាក់ឈ្មោះថា Master បងប្អូនដាក់អីក៏បានដែរអានេះគ្រាន់ជាទម្លាប់របស់ខ្ញុំទេខ្ញុំចូលចិត្តដាក់ពាក្យថា Master តែប៉ុណ្្នឹងទេហើយបន្តទៀតយើងធ្វើការ open ជាមួយនឹង file របស់យើងប៉ុន្តែ file នេះគឺទៅទេស្អាតបងប្អូនគ្នាមានអីទេដោយសារយើងទៅតែបង្កើតថ្មីមកណាជំហានដំបូងគឺយើង get data សិនហើយកន្លែងនេះបងប្អូនដាក់អីក៏បានដែរឈ្មោះតើតើមួយ sheet របស់យើងហ្នឹងបាទឥឡូវខ្ញុំចូលមកកាន់ data ខ្ញុំយកពាក្យថា get data ខ្ញុំយកពាក្យថាបាទ from file ខ្ញុំយក folder វិញសារឡើងវិញនេះយើងដាក់ចូលទៅក្នុង folder ហ្នឹងណាយើងទាញទិន្នន័យចេញពី folder ហ្នឹងចុចលើហ្នឹងមកហើយចុចពាក្យថា open អូខេកំពុងតែ connect ទៅកាន់ data របស់យើងហើយអូខេអញ្ចឹងយើងមាន6 file ណាបាទ6 file យើងចុចពាក្យថា combine and load យើងធ្វើការ transform data យើងមុនសិនព្រោះពេលខ្លះយើងចង់លុបចង់អីចឹងណាបាទយើងចុច combine and transform data ទៅអូខេយើងចុចកន្លែង data ប៉ុន្តែបញ្ជាក់ជូនបងប្អូនណាតើតឹងជាមួយនឹង data ទាំងអស់ហ្នឹងត្រូវតែឈ្មោះ sheet តែមួយណាបាទយើងកុំដាក់ផ្សេងគ្នាយើងប្រើ template តែមួយទៅវាស្រួលធ្វើការហើយយើងចុចពាក្យថា OK ទៅអញ្ចឹងវានឹងធ្វើការចូលទៅកាន់ផ្ទាំង Power Query ដើម្បីបងប្អូនទាំងអស់គ្នាធ្វើការសម្រួលទៅលើទិន្នន័យរបស់យើងឬក៏ការ clear ទៅលើទិន្នន័យណាមួយដែលមិនចាំបាច់ចឹងទៅអូខេសូមចាំតិចណាអញ្ចឹងនៅពេលបងប្អូនទាំងអស់គ្នាធ្វើតទៅជាមួយនឹង Power Query យើងអាចធ្វើការ design ទុកឲ្យហើយចេះ design ទុកឲ្យថាតើឥឡូវនៅក្នុងតទៅជាមួយនឹង data យើងគួរមានអីគេខ្លះនៅក្នុងនេះយើងមានតទៅជាមួយ shop name មានតទៅជាមួយនឹងឈ្មោះខែហើយតទៅជាមួយនឹងdashboard របស់យើងមានតទៅមួយ seller បាទចំនួនអ្នកលក់ហ្នឹងហើយតទៅទៀតយើងមានតទៅជាមួយនឹង customer ចំនួនអ្នកទិញ QTY គឺបរិមាណរបស់ទិញហើយនេះគឺជាតម្លៃ total សរុបហើយនេះគឺជា chart ទាំងអស់គឺមាន4មាន pie chart មាន bar chart ហើយនិងមាន column chart ហើយថែមមួយទៀតគឺ line chart អូខេអញ្ចឹងយើងមាន4ហ្នឹងហើយក៏យើងមានតទៅមួយ slicer 2ហើយនិងប៊ូតុងខាងលើ4ផងដែរអញ្ចឹងយើងនឹង design ចេញជាទម្រង់បែបហ្នឹងអូខេអញ្ចឹងបានហើយបន្តទៀតបងប្អូនអាចធ្វើការលុបចោលនៅសួរឈរណាដែលចាំបាច់អញ្ចឹងខ្ញុំ click មកខាងស្ដាំមកខ្ញុំយកពាក្យថា remove អូខេខ្ញុំលុបចោលខ្ញុំអត់ទុកទេហើយបងប្អូនមើលបន្តទៀតថាគួរតែមានអីបន្ថែមអញ្ចឹងដោយសារតែនៅក្នុង dashboard យើងនេះមានខែក្នុងជួររបស់យើងនេះគឺអត់មានខែទេវាមានតែការបរិច្ឆេទអញ្ចឹងយើងអាចធ្វើការ duplicate វាមួយមកអូខេ duplicate មួយយើងបានការបរិច្ឆេទមួយទៀតណាហើយយើងអាចដូរឈ្មោះយើងដាក់ពាក្យថា man មកព្រោះយើងត្រូវការប្រើវាដែរណាយើង filter ទៅតាមខែព្រោះនៅក្នុងនេះយើង report 6ខែអញ្ចឹងយើងចង់ដឹងថាខែណាខ្លះដែលយើងចង់ filter អញ្ចឹងទៅហើយបន្តទៀតយើងចេញ man បងប្អូនចុចកន្លែងហ្នឹងមកបងប្អូនចូលមកកាន់ពាក្យថា transform នេះហើយយើងអាចធ្វើការ calculate វាបាននេះកន្លែង date នេះបាទយើងចូលមកកាន់ពាក្យថា man មកហើយយកតាក់ទងជាមួយនឹង name អត់ man បាទយើងយកជាឈ្មោះវិញយើងកុំយកជា man ខាងលើវាគឺជាលេខទេណាយើងយកខាងក្រោមវិញគឺជា name របស់វាអូខេយើងបានជួន name មួយអូខេអញ្ចឹងយើងមើលទៀតថានៅខ្វះខាតអីទៀតនៅក្នុង data របស់យើងហ្នឹងបាទយើងនៅខ្វះ shop name តើអត់ខ្វះ shop name បាទនៅក្នុងនេះគឺអត់មាន shop name ទេគឺមាន date មាន sale name មាន customer មាន province មាន order ID បាទមានតកតងជាមួយនឹង Thai បាទ product name price បាទ QTY total ហើយនឹង man ប៉ុន្តែយើងនៅខ្វះ shop name អញ្ចឹង shop name គឺយើងមានតារាងមួយទៀតណាមានតារាងមួយទៀតគឺសម្រាប់ធ្វើ shop name ណាមកកាន់ home មកយើងយកពាក្យថា close and loan ដើម្បីឲ្យចូលទៅកាន់ data របស់យើងបាទសូមចាំតិចណាអូខេអញ្ចឹងវាបានតកតងជាមួយ data របស់យើងហើយអញ្ចឹងយើងលុបចោលបើសិនជាអត់ចាំបាច់ណាប៉ុន្តែដោយសារតែយើងមាន dashboard នៅក្នុងហ្នឹងយើងអាចទុកសកួរចោលទៅយើងដូរឈ្មោះមកយើងដាក់តែ dashboard ទៅទេបានហើយណាអូខេអញ្ចឹងយើងនៅខ្វះមួយជួរទៀតគឺតកតងជាមួយនឹង shop name នេះបាទ shop name នេះគឺយើង look up ទៅតាមឈ្មោះឧទាហរណ៍បើសិនជាឈ្មោះហ្នឹងត្រូវជាមួយនឹងគាត់ធ្វើការនៅក្នុងកន្លែងណាប៉ុន្តែយើងមាន data មួយទៀតកន្លែងនេះកន្លែង shop seller នេះយើងមានមួយទៀតមិនចឹងបាទយើងមាន shop seller នេះឧទាហរណ៍ឈ្មោះហ្នឹងទៅស្ថិតនៅក្នុងហាងអីចឹងទៅណាបាទអញ្ចឹងយើង
create មួយទៀតមកបាទ create ទៅមួយ query មួយទៀតដើម្បីធ្វើការ look up data វាបង្កើតបានជា short name មួយទៀតអញ្ចឹងយកខាងលើវិញដោយសារយើងទាញតែមួយ file ទេអូខេនេះ shop seller ខ្ញុំចុចពីថា import មកតែអាហ្នឹងយើងមិនបាច់ចាំបង្ហាញវានៅលើហ្នឹងបងប្អូនគ្នាណាបាទតើតឹងជាមួយ query ហ្នឹងយើង hide វាចោលទៅចុចកន្លែងនេះមួយមកអូខេយើងយកពាក្យថា transform data សិនមកដើម្បីឆែកមើលហ្នឹងតើត្រូវឬក៏មិនត្រូវអញ្ចឹងណាបាទដើម្បីស្រួលយើងកែច្នៃបន្ថែមមិនប្រកាសថា data យើងនឹងតែស្អាត 100% ជួនកាល data យើងវាអាចនឹងខ្វះខាតឬក៏សល់ចន្លោះអីតិចអញ្ចឹងបងប្អូនឃើញនេះតើតើជាមួយនឹងកន្លែងនេះវាសល់កលឹមខាងលើណាតែប៉ុតអានេះត្រូវនៅក្បាលខាងលើមិនអញ្ចឹងយើងចុចកន្លែងហ្នឹងមួយមកហើយយើងចុច use for row as header ចុចនឹងប៉ុកមកអូខេនេះវាចេញហើយបន្តទៀតបងប្អូនអាចកែបានកន្លែងហ្នឹងបងប្អូនដាក់អីគេដាក់សបទៅណាដាក់សបកែឈ្មោះទៅអូខេកន្លែង dashboard នេះគឺយើងកែឈ្មោះដែរយើងដូរយើងដាក់ថា data វិញបាទអូខេអញ្ចឹងយើងចង់ look up នេះ look up តើតើជាមួយនឹង shop name នេះយើងមកដាក់នៅក្នុង data របស់យើងណាបាទអញ្ចឹងយើងចុចលើហ្នឹងមកហើយបន្តទៀតបងប្អូនចុចពាក្យថា merge query បាទយើងចង់ជន់ជាមួយនឹង data របស់យើង data ចាស់ហ្នឹងយកអាខាងលើនេះចាំបន្តិចវាលោតចេញផ្ទាំងឲ្យបងប្អូនទាំងគ្នាធ្វើការកំណត់នេះយើងធ្លាប់រៀនហើយចឹងអត់ពិបាកទេអញ្ចឹងយើងយកទៅជាមួយ seller បាទហើយយើងរើសទៅជាមួយនឹង shop យើងដាក់ឲ្យត្រូវគ្នាមកនេះអាពីរនឹងឲ្យត្រូវគ្នាមកយើង look up វាចុច OK មកអូខេវាចេញទៅមួយ table អញ្ចឹងយើងចុចកន្លែងនោះមកប៉ុកមកបងប្អូនធ្វើការដោះចោលយើងចង់បានតែមួយចង់បានតែតកជាមួយនឹង shop name ឯងព្រោះតកជាមួយនឹង seller យើងមាននៅខាងមុខហើយមិនអញ្ចឹងចុច OK មកអូខេយើងបានណាតកជាមួយនឹងកន្លែងនេះបង្ហាញវាទៀតយើងយក close and loan to ទៅបាទហើយយើងយក only create connection បាទមិនបាច់បង្ហាញវាទេយើងបង្ហាញតែមួយបានហើយបង្ហាញតែតារាងមេយើងបានហើយអញ្ចឹងនេះគឺ shop name អញ្ចឹងយើងបានគ្រប់ហើយណាបាទយើងបានគ្រប់ហើយតែទៅមួយ data យើងអត់មានអីត្រូវខ្វះខាតទេយើងអាចបិទអានេះចោលបានកុំឲ្យវាអញ្ចឹង query យើងគឺចប់ប៉ុណ្ណឹងយើង look up ទៅណីអូខេអានេះនៅសល់យើងចូលទៅកាន់ data យើងវិញបាទយើងចូលមកកាន់ data នេះមកយើងយកពាក្យថា query connection បាទហើយយើងคลิกមកខាងស្ដាំយកពាក្យថា edit អូខេវានៅសល់ណាសល់យើងអាចធ្វើការលុបចោលបានបងប្អូនអាចចុចនៅកន្លែងនេះមកហើយបងប្អូនយកពាក្យថា remove empty ឥឡូវយើងសាក close and load ភាសាទៀតមើលអូខេបិទហើយបងប្អូនអុំខាងក្រោមមកមានទៀតអត់អូខេអញ្ចឹង data យើងចប់ប៉ុណ្ណឹងហើយបន្តមកទៀតអ្វីដែលយើងធ្វើគឺយើងបង្កើតនៅ pivot table តោះតែយើងបង្កើត pivot table បានអាចធ្វើការបង្កើតជាមួយ chart បានណាហើយ slicer ចេញពី pivot table នោះបានហើយតើតើជាមួយកន្លែងនេះមិនបញ្ហាទេបាទយើងចូលមកកាន់កន្លែងនេះខ្ញុំដូរឈ្មោះខ្ញុំដាក់ pivot ចុះព្រោះកន្លែងហ្នឹង store pivot ណាអញ្ចឹងការរៀបចំតើតើជាមួយនឹង sheet ហ្នឹងក៏វាមានប្រយោជន៍ដែរដើម្បីបងប្អូនទាំងអស់គ្នាស្រួលណាបាទអញ្ចឹងកន្លែងនេះខ្ញុំដាក់ពាក្យថា pivot អូខេ pivot អញ្ចឹងកន្លែងហ្នឹងគឺ store pivot អញ្ចឹងយើងមើលតើតើជាមួយនឹង pivot របស់យើងមានអីគេខ្លះនៅក្នុងហ្នឹងណាអូខេនេះខាងលើនេះយើងគិតអាលើហ្នឹងសិនណាបាទ slicer យើងគិតក្រោយកុំអាខ្វល់សំខាន់បានអាលើនេះសិនអាលើទី1គឺគេគឺតើតើជាមួយនឹង seller មានថាចំនួនណាអញ្ចឹងយើងចុចនៅកន្លែង dashboard នេះមកតទៀតបងប្អូនចុចលើកន្លែងណាក៏បានដែរនៅក្នុងតារាងរបស់យើងហ្នឹងបងប្អូនចូលមកកាន់ insert ហើយយកពាក្យថា pivot table យើងយកពាក្យថា from table as rank អញ្ចឹងវានឹង connect data យើងដោយស្វ័យប្រវត្តិតែម្ដងយើងអត់យកទៅតមួយនឹង new worksheet ទេបើសិនជាយើងយក new worksheet វាបង្កើត sheet មួយទៀតឲ្យយើងប៉ុន្តែយើងមាន sheet សម្រាប់ store ស្រាប់ហើយអញ្ចឹងយើងយក existing worksheet ចុចកន្លែង location នេះមកប៉ុកមកហើយចូលមកកាន់កន្លែង pivot នេះយើងដាក់នៅខាងលើគេមកបាទចេញ pivot ណាហើយបន្តទៀតយើងធ្វើការចង់ដឹងតាក់ទងជាមួយនឹងចំនួន seller យើងណា seller យើងចុចកន្លែងនេះបាទចុចដាក់កន្លែង row ទៅយើងបានប៉ុណ្ណឹងចាំយើង count វានេះចាំយើង count វាអូខេហ្នឹងបានមួយបន្តទៀតយើងមិនបាច់ចាំ create មួយសារទៀតទេយើង copy មកណា select មក copy ដាក់ខាងក្រោមដាក់កន្លែងនេះក៏បានដែរអត់អីទេឥឡូវខ្ញុំដាក់កន្លែងនេះចុះបាទហើយយើងបាទ click មកស្ដាំយកពាក្យថា pivot option ក៏បានឬក៏ show field list ក៏បានដែរអូខេវាចេញមកហើយបន្តទៀតយើងមើលនៅកន្លែងនេះគឺគេគឺ customer អញ្ចឹង customer យើងយក customer មកបាទខ្ញុំយក customer name ខ្ញុំយកដាក់នៅកន្លែង value មកខ្ញុំចង់បានតម្លៃតែមកហើយខ្ញុំអននេះចេញអូខេខ្ញុំចង់ដឹងថា customer name ហ្នឹងមានចំនួនប្រមាណអ្នកហ្នឹងទៅណាយើងដាក់ចូល value យកតែម្ដងបាទយើងអត់ចង់ដឹងថាឈ្មោះអីទេយើងគ្រាន់តែចង់ដឹងថាតើនៅក្នុង customer name ហ្នឹងមានចំនួនសរុបប្រមាណដែលមកទិញរបស់យើងណាហើយយើងអាចចុចលើនេះមកយើងលុបចោលមកដាក់តែ customer name ប៉ុណ្នេះមកបានអូខេបាត់កើតទេយើងដាក់ដូចដើមវិញទៅអូខេបន្តទៀតយើង copy ប៉ុណ្ណឹងមកបាទ copy ពីរជួរមកយើងផាសពីខាងក្រោមនេះបាទនេះវាចេញឲ្យយើងទៀតហើយយើងចង់បានអីទៀតនៅក្នុងហ្នឹងគឺ
គឺតើតងជាមួយនឹង Qtify បាទ Qtify ដូចគ្នាដែរយើងធ្វើការដោះគ្រីចេញទៅយើងចាប់ទាញ Qtify មកដាក់កន្លែង value វិញដើម្បីចង់បានចំនួននេះចំនួន500ចឹងទៅខុសគ្នាណាជួនកាលអ្នកខ្លះគាត់ទិញទូរស័ព្ទ2គ្រឿងអូខេអញ្ចឹងខ្ញុំ copy មួយទៀតខ្ញុំដាក់នៅខាងក្រោមហើយយើងមើលប៊ូតុងចុងក្រោយរបស់យើងនេះខាងលើគឺ total បាទអញ្ចឹងយើងគ្រាន់តែដូរមកយើងដោះគ្រីចេញយើងដាក់ total អស់មកកាន់ value របស់យើងវិញនេះ total អញ្ចឹងយើងបានហើយតែតើមួយជួរខាងលើមិនអញ្ចឹងខ្ញុំ control D ដើម្បីដោះ select អញ្ចឹងប៉ានេះគឺជាជួរខាងលើបាទយើងមានប៉ុណ្ណឹងយើងអាច note ចំណាំប៉ុន្តែតើតើជាមួយនឹង pivot នេះវាអាចធ្វើការ connect ជាមួយ save បានទេឥឡូវខ្ញុំចូលមកកាន់ insert ហើយខ្ញុំគូ save ចេះព្រោះយើងត្រូវការយកទៅណីទាំងអស់ហ្នឹងដាក់ចូលមកកាន់ប៊ូតុងនេះអាប៊ូតុងហ្នឹងគឺសុទ្ធតែ save ទាំងអស់អញ្ចឹងយើងអត់អាចដាក់បានទេឥឡូវខ្ញុំសាកចូលមកកាន់ save យក illustration ខ្ញុំយកតើតើជាមួយនឹង save នេះបាទតើយើងអាច connect បានអត់កន្លែងហ្នឹងឥឡូវខ្ញុំចូលមកកាន់ view ខ្ញុំដាក់ formula សិនអូខេអញ្ចឹងដាក់ចែកនេះមកស្មើហើយចុចនៅកន្លែងនេះមកអត់ឲ្យទេបងប្អូនអត់ឲ្យទេឃើញទេអត់ឲ្យទេវាចេញសញ្ញាស្មើទៅទេតែម្ដងអញ្ចឹងគោលដៅរបស់យើងគឺយើងច្រឡងសិនច្រឡងអាទិន្នន័យហ្នឹងដាក់សិនណាអូខេអញ្ចឹងស្មើខ្ញុំសុំដោះនេះសិនបាទកុំឲ្យវាជាប់ណាព្រោះយើងត្រូវការតែចំនួនទេអូខេអញ្ចឹងយើងអាចចុចកន្លែងហ្នឹងមកយើងចូលមកកាន់កន្លែង design ចុះ option row and column បាទបាត់ហើយណាហើយចាំយើង count វាអញ្ចឹងកន្លែងនេះគឺទី1គឺseller បាទ seller យើងចង់ដឹងប្រមាណអ្នកអញ្ចឹងដាក់កន្លែងនេះមកយើងអាចព្រមបានណាស្មើមក count បាទ count A យើងចង់ដឹងយើងអស់ពីលើមកយើងចង់ដឹងថាតើមានប្រមាណអ្នកមិនអញ្ចឹងអូខេយើងបាន1ណាចុះ12អ្នកអូខេបន្តទៀតគឺcustom name ហ្នឹងណាបាទស្មើមកយើងច្រឡងអានេះចូលមក enter មកប៉ុកមកចេញអានេះបាទខ្ញុំសុំ rename ដឹងកាត់អត់ count of name ឥឡូវខ្ញុំអូខេចេញតាត់អីទេយើងអាចកែបានតោះបន្តទៀតគឺច្រឡងតម្លៃវាចូលមកស្មើមកយកតម្លៃដែលផ្ទេរហ្នឹងចូលទៅកាន់ save របស់យើងវិញអញ្ចឹងស្មើតទៀតតម្លៃនេះយក enter មកស្មើបន្តទៀតយកកន្លែងនេះបន្ត500នេះ enter មកស្មើបន្តទៀតយើងយកកន្លែងនេះ enter ស្មើបន្តទៀតយើងយកបាទឃើញ4នេះ4គ្រប់កន្លែងនេះគឺជាអ្វីយើងចង់បានអញ្ចឹងបាទយើងចង់បានដាក់ឲ្យចេញ4កន្លែងនេះ1 2 3 4អូខេនៅបន្តទៀតតកតងជាមួយនឹងគេតកតងជាមួយនឹងថៃទូរស័ព្ទអញ្ចឹងអូខេអញ្ចឹងយើងដាក់ pivot មកតង់ទៀតមកយើងអាចខាន់វាមកនេះបាទយើងដាក់ highlight មួយចូលមកខាន់វាអាខាន់នេះគឺយើងធ្វើតកតងជាមួយនឹង4នេះវិញនេះ1 2 3 4មិនអញ្ចឹងអាកន្លែងនេះគឺតកតងជាមួយនឹងថៃទូរស័ព្ទបាទអញ្ចឹងយើងបង្កើត pivot ទៀតមកយើង copy ប៉ុណ្ណេះមកបាទយើងមិនបាច់ចាំបង្កើតនាំដោយពិបាកទេអូខេហើយយើងដូរទៅយើងយកទៅមួយគេថាយអញ្ចឹងថាយយើងអស់ចូលរោមកឲ្យចេញពីលើចូលក្រោមនេះឃើញថាយហើយវាចេញទៅតងជាមួយនឹងចំនួនអូតូតែម្ដងនៅក្នុងនេះបងប្អូនចង់ដាក់ថាយជាប្រភេទអីក៏បានដែរខ្ញុំលុបចោល customer វិញថាយនេះយើងចង់ដាក់ទៅជាគេទៅជាចំនួនទូរស័ព្ទបាននេះបាទចំនួនទូរស័ព្ទមក Qtify នេះទៅទូរស័ព្ទនោះលក់បានប្រមាណអញ្ចឹងទៅណាអូខេហើយបន្តទៀតយើងមើលទៀតទី2គឺតកតងជាមួយនឹងឈ្មោះបាទឈ្មោះរបស់seller របស់យើងនេះហើយនឹងចំនួននៃការលក់របស់គាត់អញ្ចឹងយើងអាច copy មកយើងដាក់ខាងក្រោមមួយទៀតយើងដូរយើងលុបចោលទាំងពីរបាទយើងយកតកតងជាមួយនឹងឈ្មោះរបស់ seller របស់យើងដាក់ចូលក្នុង row នេះមកឲ្យវាចេញពីលើចូលក្រោមហើយបន្តទៀតយើងយកតកតងជាមួយនឹងចំនួននៃការលក់របស់គាត់បាទនេះគាត់លក់ឈ្មោះនេះចឹងទៅលក់បានប្រមាណនេះចឹងទៅអូខេអញ្ចឹងយើងបាន2ហើយយើង copy តារ៉ែយើងមកផាសនៅកន្លែងនេះតទៀតចូលដល់រូបទី3គឺតកតងជាមួយ province នេះគឺយើងកំណត់ទៅលើចំនួននេះបាទមានថាតែក្នុងខេត្តហ្នឹងលក់បានប៉ុន្មានទៅអតិថិជនមកពីខេត្តហ្នឹងណាដូចគ្នាដែរអានេះយក Qtify ប៉ុន្តែយើងគ្រាន់ដូរថៃយើងយកថៃទេយើងយកតកតងជាមួយនឹង province យើងអស់ province មកដល់ row នេះមកបាទឃើញចេញនេះប្រហែលហ្នឹងទៅប៉ុន្តែបើសិនជាបងប្អូនអត់ចង់បានតកតងជាមួយនឹង Qtify ទេបងប្អូនចង់បានតកតងជាមួយ total បងប្អូនចាប់អស់ total ដាក់មកណាគាត់ថា total វាលេខច្រើនបាទអញ្ចឹងខ្ញុំយក Qtify រៀងតិចអានេះស៊ីសងទៅលើការងារដែលគេឲ្យយើងធ្វើបាទគេឲ្យយើងធ្វើអីយើងធ្វើហ្នឹងទៅអូខេនៅសល់ចុងក្រោយគឺជាមួយនឹងបាទនេះការប៉ាឆាតរបស់យើងមិនអញ្ចឹងការប៉ាឆាតរបស់យើងនេះអត់តន់ត្រូវទេបងប្អូនទាំងអស់គ្នាដោយសារចេញពេញអញ្ចឹងយើងអាច format ចុចលើមកប៉ុកមក click មក custom យកពាក្យថា format cell អញ្ចឹងចូលមកកាន់ custom មកយើងដូរបាទយើងដាក់ត្រឹមតែអក្សរ M បានហើយបាទយើងដាក់ M 3ដងមកឲ្យចេញ
ជាអក្សរបាទអូខេមកនេះវាចេញចេះវិញអញ្ចឹងត្រូវណាត្រូវជាមួយនឹងអ្វីយើងចង់បាននេះឃើញនេះបាទមានលេខមានអក្សរអូខេអញ្ចឹងយើងចូលមកកាន់ pivot យើងបន្តទៀតយើង copy ទៅដែរបាទយើងបន្តទៀតណាដោយសារមាន4យើងដាក់កន្លែងនេះអូខេហើយបន្តទៀតគឺបងប្អូនអាចដូរអានេះទៅជាការបរិឆេទវិញការបរិឆេទគឺ date order យើងមកដាក់កន្លែង row នេះទៅបាទហើយកន្លែងនេះសារវាជាន់គ្នា2នេះយើងអាចអុសចេញមួយបាទវាចឹងពេលយើងដាក់ date វាចេញម៉ាន់ចេញអីហីអញ្ចឹងយើងអុសចោលយើងយកតែ date ទៅទេយើងលុបម៉ាន់ចេញមកបាទវាចេញចង់អត់អីយើងអាច format តាមក្រោយក៏បានដែរបងប្អូនគ្នាណាបាទយើងអាច format តាមក្រោយបានអត់ចោតបញ្ហាទេហើយបន្តទៀតយើងអាចអុសតាក់ទងជាមួយនឹង total ដាក់ចូលកន្លែង value ទៅអូខេវាចេញនេះអញ្ចឹងយើងអាចដូរឈ្មោះអាចដូរអីបានទាំងអស់នៅកន្លែងហ្នឹងអញ្ចឹងយើងបានគ្រប់ហើយណា4 1 2 3 4ខ្ញុំ control D ដើម្បីដោះ select មួយចោលនៅពេលខ្ញុំ copy មកខ្ញុំជាប់ select អូខេអញ្ចឹងអានេះមាន4បាទនេះមាន4ណាខ្ញុំ highlight មួយអានេះមាន4ហើយអានេះមាន4ទៀតអញ្ចឹងទាំងអស់គឺ8ណាអញ្ចឹងគ្រប់ហើយអូខេអញ្ចឹងអ្វីដែលយើងសល់គឺតកតងជាមួយនឹង slicer បាទ slicer យើងអាចបង្កើត slicer បានអូខេអញ្ចឹងនៅក្នុងនេះគឺយើងមាន pivot ប្រហែលយើង connect ជាមួយ slicer ទាំងអស់បងប្អូនចុចទៅលើ pivot ណាមួយក៏បានដែរណាហើយបងប្អូនចូលមកកាន់ពាក្យថាបាទ pivot analyze ហើយបងប្អូនយកពាក្យថា slicer អូខេអញ្ចឹងយើងយក2មកយើងយកតកតងជាមួយនឹងគេនៅក្នុងនេះយើងយកតកតងជាមួយនឹង shop name ហើយនឹង man មិនអញ្ចឹងខ្ញុំយកតកតងជាមួយនឹង shop name បាទហើយជាមួយនឹង man អូខេមកអូខេมัน2នេះកន្លែងនេះយើងដូរឈ្មោះយើងដាក់តែ shop name ទៅទេបានហើយអូខេ shop name ហើយនឹង man មិនអញ្ចឹងប៉ុន្តែតកតងជាមួយនឹងនៅពេលយើងចុចទៅលើ pivot ណាមួយចឹងវា connect ទៅជាមួយ pivot ហ្នឹងនេះអញ្ចឹងយើងធ្វើការកំណត់វាណាយើងចុចទៅលើ slicer ណាមួយក៏បានដែរបាទឥឡូវខ្ញុំចុចទៅលើ man មុនខ្ញុំចូលមកកាន់កន្លែង report connection ខ្ញុំចង់យក slicer ណាមួយភ្ជាប់ជាមួយនឹង pivot table ទាំងអស់នៅក្នុងហ្នឹងតែម្ដងអូខេអញ្ចឹងនេះបងប្អូនមើលយើងមាន pivot ច្រើនអញ្ចឹងយើង select ទាំងអស់តែម្ដងភ្ជាប់វាទាំងអស់មានថានៅពេលយើង slicer ទៅមួយទៅទាំងអស់តែម្ដងយើងអាចចុចកន្លែងនេះមើលបានបាទអស់មើលបាននេះគឺគ្រប់ហើយចុចពាក្យថាអូខេមកអានេះមួយទៀតនេះចុចលើផ្ទៃរបស់វាមួយទៀតមកចុច report connection មកអស់ឡើងលើមកយើងទាញចុះក្រោមចេះដើម្បីមើលតកតងមួយនឹង pivot យើងមានបានទាំងអស់មាន8ដតបាទ4តូចខាងលើ4ធំខាងក្រោមអញ្ចឹងបាទគ្រីទាំងអស់មកយកពាក្យថាអូខេទៅនៅពេលដែលយើង slicer ចេះហៅគេទៅទាំងអស់ហ៎បាទ slicer ទៅគឺទៅទាំងអស់តែម្ដងយើងចុចកន្លែងរូបចល័យវិញទៅដោះអូខេអញ្ចឹងអ្វីដែលយើងធ្វើបន្តទៀតគឺនៅ chart អញ្ចឹងអានេះយើងបាន2ហើយបាទយើងនៅតកតងមួយ chart យើងមាន4មិនអញ្ចឹងយើងអាចបង្កើតឲ្យហើយនៅកន្លែងហ្នឹងចាំយើង copy ដាក់ចូលទៅក្នុងផ្ទាំង dashboard ក៏បានដែរណាអូខេអញ្ចឹងយើងអាចបង្កើតមុនក៏បានដែរនៅក្នុងនេះទី1គឺយើងបង្កើតជាមួយនឹង pie chart ណា pie chart យើងចុចនៅកន្លែង data ទី1របស់យើងនេះចូលមកកាន់ pivot online យើងយកទៅតងជាមួយនឹង pivot chart នេះបាទហើយយើងយកទៅតងជាមួយនឹង pie យើងចុចកន្លែងហ្នឹងមួយមកចុចអូខេហើយយើងអាចធ្វើការលុបចោលទាំងអស់តទៅមួយទិន្នន័យនៅក្នុងហ្នឹងចាំយើងដាក់ចូលទៅក្នុងនេះវិញណាអញ្ចឹង click មកខាងស្ដាំមកយកពាក្យថា hide all ប៊ូតុង fill chart យើងលុបតទៅជាមួយនឹង title ចោលយើងលុបតទៅជាមួយ legend ចោលណាដើម្បីឲ្យ chart របស់យើងធំអូខេយើងបានមួយហើយបន្តទៀត chart ទី2របស់យើងគឺជា bar chart កើតចេញពីឈ្មោះរបស់អតិថិជនមិនអញ្ចឹងបាទអញ្ចឹងយើងចុចទៅលើឈ្មោះអតិថិជនអូខេនេះឈ្មោះអតិថិជនណាប៉ុន្តែឈ្មោះអតិថិជនរបស់យើងនេះកន្លែងនេះបងប្អូននេះកន្លែងនេះណាអូខេឈ្មោះអតិថិជនយើងចុចកន្លែងហ្នឹងមកចូលមកកាន់ pivot analyze យើងចុចកន្លែងពាក្យថា pivot chart ហើយបន្តទៀតយើងយកទៅតងជាមួយនឹង bar បាទចុចលើ bar នេះមកហើយចុចពាក្យថាអូខេទៅយើងបាន chart មួយទៀតហើយយើងធ្វើការលុបចោលអស់មកបាទ remove all មកបាទហើយយើងដោះចោលអស់មកអ្វីដែលមិនសំខាន់ណាបាទហើយកន្លែងនេះយើងដោះទៅតងជាមួយនឹង grid line ចោលមិនបាច់ដាក់ color វាទេហើយយើងធ្វើការសម្រួមវាទៅអូខេអានេះក៏មិនបាច់ដាក់ដែរចាំយើងដាក់នៅក្នុង chart របស់យើងវិញអូខេយើងបាន2ហើយដាក់កូនលើគ្នាសិនណាឥឡូវខ្ញុំអស់មកខាងនេះសិនអូខេ slicer ខ្ញុំដាក់មកខាងនេះសិនហើយបន្តទៀតយើងចូលដល់បាទទី3គឺ column chart យើងយកចេញពីខែមិនអញ្ចឹងនេះខែយើងចូលមកកាន់ pivot analyze បាទចុចកន្លែង pivot chart យើងយកនេះ
បាទវា direct ឲ្យយើង auto តែម្ដងអញ្ចឹងកន្លែងនេះយើងអាចដោះចោលបានអ្វីដែលមិនចាំបាច់យើងលុបចោលតាក់ទងជាមួយ legend អូខេយើងអាចលុបចោលនេះក៏បានដែរដោយសារនៅក្នុងនេះគឺយើងអត់ប្រើតាក់ទងជាមួយនឹងជួរបាទឈរទេលុបចោលមកយើងតជួរដីបានហើយឲ្យឆាតយើងធំជាងមុនយើងព្រមតិចមកយើងទៅសមមួយចុងក្រោយតាក់ទងមួយការប៉ាឆែតនេះកន្លែងនេះខ្ញុំសុំកែបន្តិចណាបាទយើងចូលមកកាន់ pivot align មកចុចកន្លែង fill list នេះហើយបន្តទៀតខ្ញុំអត់យកតាក់ទងជាមួយនឹង date order ទេខ្ញុំយកតាក់ទងជាមួយនឹង date order នេះវិញដាក់កន្លែងនេះវិញឲ្យចេញចេះវិញណាហើយបន្តទៀតយើងយកតាក់ទងជាមួយនឹង total ដាក់ចូលមកបាទហើយយើងបង្កើតមកចូលមកកាន់ pivot align ហើយយើងយកពាក្យថា pivot chart អូខេយើងយកតាក់ទងជាមួយនឹង line ចុចអូខេមកអូខេហើយយើងធ្វើការដោះចេញបាទយើងយកពាក្យថា hide all fill មកហើយយើងលុបតាក់ទងជាមួយកន្លែងនេះចោលយើងលុបកន្លែងនេះចោលអូខេយើងអាចលុបតាក់ទងមួយ total ចោលទៀតមកហើយចាំយើងធ្វើការកំណត់តាមក្រោយអញ្ចឹងយើងបានឆាតគ្រប់ហើយបាទយើងចូលមកកាន់ sheet ថ្មីមួយទៀតនេះយើងបង្កើត sheet ថ្មីមួយទៀតមកយើងដាក់ dashboard អូខេអានេះដូចជា dashboard ហើយឥឡូវខ្ញុំកែវិញកន្លែងនេះខ្ញុំដាក់ data វិញបាទហើយកន្លែងនេះខ្ញុំដាក់ dashboard វិញអូខេអញ្ចឹងយើងមើលទៅលើទម្រង់ dashboard របស់យើងនេះបាទមានផ្ទៃពណ៌រាងខៀវបាទតែប៉ុតអាខាងលើនេះវាមានតកតងជាមួយ shape មួយសិនណាបាទ dashboard គេដាក់ថា dashboard cell phone នេះទៅអញ្ចឹងយើងអាចចុចកន្លែងនេះមកប៉ុកមកយើងដាក់ផ្ទៃពណ៌ខៀវអស់សិនណាដាក់ផ្ទៃពណ៌ខៀវអស់សិនយើងចូលមកកាន់កន្លែង fill នេះយើងដាក់មកដាក់អស់សិនមកបាទចេញពណ៌ផ្ទៃចឹងមកបន្តទៀតយើងគូស shape មួយមក insert illustration បាទយើងយកទៅមួយ shape បាទយើងគូសមកអូខេណាគូសចឹងមកគូសបណ្ណាក៏បានអាស្រ័យទៅលើបងប្អូនទាំងអស់គ្នាណាបាទយើងអាច click មកខាងស្ដាំមកយកពាក្យថា edit text អូខេយើងដាក់dashboard cell phone អូខេហើយយើង align ឲ្យចំកណ្ដាលមកហើយយើងអាច print font នឹងធំតិចទៅអូខេខ្ញុំដាក់ពណ៌វាខ្ញុំមើលតាមនេះសិនពណ៌សដាក់ពណ៌សហើយកន្លែងតទៅមួយផ្ទៃនេះយើងយករៀងដិតតិចមកកុំឲ្យរៀងសពេកបាទចូលកាន់កន្លែង fill នេះមកខ្ញុំចូលកន្លែង more នេះខ្ញុំយកពណ៌រៀងដិតតិចអូខេណាប៉ានេះចុះបន្តទៀតយើងមានតទៅមួយ slicer របស់យើងមិនអញ្ចឹងយើងយក slicer មកដាក់ជារៀងខាងនេះអញ្ចឹងយើង copy slicer ចេញមក slicer យើងនៅក្នុងនេះស្រាប់ណាអូខេនេះ2នេះបាទចុចនឹងមួយចុច control មួយទៀតមក control C យើងចូលមកកាន់ dashboard ហើយយើងផាសចូលមកអូខេអញ្ចឹងសបនៅខាងលើយើងអាចធ្វើការកំណត់ setting របស់ slicer យើងបានដាក់យ៉ាងធំតិចមកណាអូខេតោះតែយើងកំណត់អញ្ចឹងបងប្អូនបានអាចស្រួលមើលរៀងធំតិចណាដាក់ចឹងមកបន្តទៀតតតងជាមួយនឹងម៉ាន់អូខេយើងកំណត់កន្លែង slicer នេះយើងដាក់រៀងធំតិចមកអូខេណាហើយកន្លែងនេះយើងបន្ថយបន្តិចក៏បានដែរ slicer យើងបន្ថយតិចមកអូខេយើងបាន2ហើយយើងអាចធ្វើការកំណត់ណា slicer យើងអាច design ពណ៌បានអត់អីទេចូលមកកាន់កន្លែង slicer មកបងប្អូនចូលមកកាន់កន្លែងនេះមកវាមានពាក្យថា new slicer យើងកំណត់នេះបងប្អូនចង់កំណត់អីគេទៅលើដបងផុតគឺអីគេណាដបងផុតមានថាផ្ទៃខាងក្រោយវាចង់បានពណ៌អីយើង format តាមហ្នឹងទៅណាយើង format យក fill វាផ្ទៃពណ៌អី border វាផ្ទៃពណ៌អី font វាផ្ទៃពណ៌អីចឹងទៅបន្តទៀតយើងកំណត់តាមនេះទាំងអស់មកណាបាទខ្ញុំយក new slicer សិនមកបាទទាំងអស់នេះខ្ញុំយកពណ៌យើងបៃតងយើងខៀវចាស់ដិតតិចហើយបានផ្ទៃពណ៌នេះបន្តទៀតយើងយកទៅជាមួយ header យើងចង់បានពណ៌អីទៅបាទ header របស់យើងចង់បានពណ៌ឲ្យថ្លាតិចចុះណាបាទហើយ font វាខ្ញុំយកពណ៌សបាទពណ៌សហើយយើងយកដិតអូខេនេះបាទហើយបន្តទៀតយើងយកទៅមួយ select item format វាមកបាទ select item បងប្អូនចង់បានពណ៌អីពេលយើងយកម៉ៅទៅចុចលើវានេះបាទខ្ញុំចង់បានពណ៌នេះចុះហើយ font វាខ្ញុំយកពណ៌សឲ្យឆ្លោះបាទអូខេមួយទៀតមកនេះខ្ញុំបានមួយយើងយកមួយទៀតចុចកន្លែងនេះមកយក format បាទដូចគ្នាដែរពណ៌នេះហើយ font វា
យកពណ៌សបាទពណ៌សហើយខ្ញុំអូខេមកអូខេមួយទៀតមកបងប្អូនសាក់តែមើលនេះគេនេះអូខេអញ្ចឹងបងប្អូនអាចចុចលើហ្នឹងណាហើយបងប្អូនចូលមកកាន់ពេល slicer មកនេះ custom នេះចុចមកប៉ុកមកវាចេញនេះអូខេអញ្ចឹងបងប្អូនអាច config វាបន្ថែមបានបាទคลิกមកខាងហ្នឹងមកយកពាក្យថា codify វាមកណាបន្ថែមបានទៀតបាទកន្លែងនេះបងប្អូនបើសិនជាយើងអត់ធ្វើការ select ឲ្យចេញពណ៌អីចឹងទៅ slicer យើងតែមូលនេះចង់ឲ្យចេញពណ៌សនេះបានឆ្លោះស្អាតបាទចេញពណ៌សនេះគឺចេញពណ៌សហើយបន្តទៀតបើសិនជា unselect item ហ្នឹងចង់ឲ្យចេញពណ៌អីចឹងទៅ unselect នេះខ្ញុំដូរពណ៌ខ្ញុំ format វាខ្ញុំយកពណ៌ដិត Q ដិតវិញហើយតទៅមួយ font វាខ្ញុំយកពណ៌លឿងវិញឲ្យឆ្លោះគ្នាអូខេមកនេះបងប្អូនឃើញនេះបើសិនជាបងប្អូនចង់បានពណ៌ឆ្លោះជាមួយនឹងនេះក៏បានដែរនេះយើង config វាមកកាលណាបើសិនយើងអត់ select វាចេញពណ៌ហ្នឹងមិនចឹងបើយើងអាចយកឆ្លោះជាមួយពណ៌នេះក៏បានដែរslicer config វាមកដូចជាកន្លែងនេះណាយើង format វាភាសាម៉េចមកយើងយកពណ៌លឿងត្រូវប៉ុន្តែ fill វាយើងកុំយកបាទយើងយកពណ៌ហើយយើងឆ្លោះវាមកយកពណ៌នេះចុះអូខេមកអូខេអញ្ចឹងអានេះដូចគ្នាដែរចុចលើនេះមកបងប្អូនអាច design បន្ថែមខ្លួនឯងដោយសារតែខ្ញុំបង្ហាញជូនបងប្អូនអញ្ចឹងវាអត់អាចនឹងពេញលេញទេអូខេកន្លែងនេះខ្ញុំសូមដូរតិចណាខ្ញុំ config វាបន្តិចឲ្យវាឆ្លោះពេក config វាបន្តិចអូខេអញ្ចឹងយើងបានប៉ុណ្ណឹងហើយអ្វីដែលយើងធ្វើបន្តគឺប៊ូតុងទាំង4នេះបងប្អូនទាំងអស់គ្នាណាប៊ូតុងទាំង4នេះបាទយើងមាន seller បាទអញ្ចឹងយើងគូ save មួយមកអញ្ចឹងចូលមកកាន់ insert បាទ illustration យើងយក save ប៉ុន្តែយើងយករៀងកោងបាទចាប់អស់មកអូខេអញ្ចឹងយើងធ្វើការកំណត់ពណ៌ទៅយើងមើលពណ៌គេបាទវាស្ទៀងគ្នាសឹងតែដូចគ្នាតែម្ដងនេះបងប្អូនចូលមកកាន់ home មកយើងធ្វើការចាក់ផ្ទៃវានេះឲ្យដូចគ្នាយើងទុកកែមពណ៌សទៀតនេះកែមវាយើងចូលមកកាន់ save មកកន្លែង save outline នេះបាទហើយយើងយកមួយចឹងមកហើយពណ៌របស់វានេះយើងដូរវាពណ៌សមកនេះបាទឲ្យវាឆ្លោះហើយតើតឹងជាមួយកន្លែងនេះបងប្អូនអាចទាញកោងចេះបាននេះអូខេហើយបន្តទៀតបងប្អូនដាក់ icon នេះ icon វាបងប្អូនចូលមកកាន់ insert បាទ illustration វាមានកន្លែង icon នេះបងប្អូនវាយតើតឹងជាមួយនឹងឈ្មោះណាមួយក៏បានដែរបងប្អូនអាច scroll រើសក៏បានដែរឬមួយក៏យើងវាយពាក្យថា pixel ក៏បានដែរអូខេចេញមកនេះicon ខ្ញុំយកមួយនេះចុះហើយ insert មកអូខេបាន icon មួយហើយយើងអាចដូរពណ៌បានចុចលើនោះមកបងប្អូនចូលមកកាន់ពាក្យថា graphic format នេះហើយយើងអាចដូរពណ៌វាបាននេះបាទ fill graphic នេះយើងយកពណ៌អីយកពណ៌លឿងចេញពណ៌លឿងមកយើងអាចសេរីព្រមវាបានតាមហ្នឹងណាហើយចាំចុងវាជាគ្រប់ទៅអូខេយើងបានមួយប៉ុណ្ណឹងហើយបាទហើយបន្តទៀតគឺជា text បាទបងប្អូនចូលមកកាន់ insert មកបងប្អូនយក illustration បងប្អូនយកទៅតឹងជាមួយនឹង save បងប្អូនយក text វានឹងបាទអក្សរ A នេះណាអូខេហើយកន្លែងនេះយើងទៅសេមកគេគឺ seller អញ្ចឹងបាទ set ហើយយើងដោះវាចេញណាឥឡូវខ្ញុំដាក់ពណ៌សសិន font វាហើយចាំយើងដោះ background វាចេញអស់អូខេយើងចូលមកកាន់កន្លែង save format បាទយើងដោះចោលយើងកុំយកទៅតឹងជាមួយនឹងចែកមកវាយើងកុំយកទៅតឹងជាមួយផ្ទៃរបស់វាយើងយកទៅតឹងជាមួយនឹង no fill បាទណាដើម្បីយើងដាក់ចូលអូខេយើងបាន save អូខេប៉ុណ្ណឹងហើយបន្តទៀតយើងចង់បានទៅតឹងជាមួយនឹងចំនួនមិនចឹងយើងចុច control ជាប់ហើយចុចចំចែង save ហ្នឹងយើងអស់មកណាយើង copy អាហ្នឹងពេលដូចគឺ copy ចឹងហើយបន្តទៀតបងប្អូនព្រិចវាធំតិចមកបងប្អូនដាក់ឲ្យចំចែងកុំដាក់ឲ្យចំកន្លែងកណ្ដាលនេះកុំដាក់ចំចែងកណ្ដាលបងប្អូនដាក់ឲ្យចំចែងនេះចែងហើយបងប្អូនយកម៉ៅរបស់យើងដាក់ឲ្យចំ cursor កន្លែង formula បាននេះហើយវាស្មើមកយើងចុចទៅលើ sheet មកបាទហើយយើងចូលទៅកាន់ចម្លងតំណែងរបស់យើងមកខ្ញុំសុំលុបចោលសិនណាបាទយើងចូលទៅកាន់តំណែងរបស់យើងនេះ4នេះ4នេះដំបូងគឺ seller អញ្ចឹងសារថ្មីបាទចុចឲ្យចំចែងចុចខាងលើរបាប្រភេទរបារូបមន្តរបស់យើងនេះវាស្មើចុចមកកាន់ sheet pivot ហើយចុចមកកាន់ពាក្យថាយើងចុចកន្លែងលេខ4នេះណា enter មកអូខេបានលេខ4ហើយយើងធ្វើការសេរីតាមហ្នឹងមកយកពណ៌សមកបាទហើយដាក់ធំតិចទៅបងប្អូនឆ្នៃខ្លួនឯងបន្ថែមមកអស់វាចឹងមកឆ្នៃឲ្យស្អាតណាហើយយើងអាច
ដាក់អក្សរដិតតិចទៅដាក់កន្លែង B នេះដិតតិចទៅបាទយើងអាច Serif font នឹងធំតិចទៅណាបាទក៏ការ design យើងចំណាយពេលយូរតិចបងប្អូនអរគ្នាអូខេអញ្ចឹងយើងបានមួយហើយយើងអាចចងវាជាគ្រប់មកបាទចុចកន្លែង seller នេះមួយមកវាចេញមួយនេះយើងចុចចំចែងមកបាទចុច control ជាប់ចុចទៅលើរូបបាទចុចទៅលើលេខ4នេះ click មកខាងស្ដាំយើងយកពាក្យថាគ្រប់ឬមួយក៏ចូលមកកាន់កន្លែង save នេះបាទមានពាក្យថាគ្រប់នេះគ្រប់មកអូខេវាទៅទាំងអស់នេះយើងអាចចុចតែមួយទៅវាទៅទាំងអស់ហើយបាទយើងយកដាក់ចែងនេះមកយើង control C control V មកបានមួយទៀតនេះបាទហើយយើង control C control V មួយទៀតមកបាទហើយដើម្បីស្មើគ្នាបងប្អូនចុច control មកចុចទៅលើនឹងមួយចុចនេះមួយទៀតចុចនេះមួយទៀតចូលមកកាន់កន្លែង save format នេះនេះបងប្អូនអាច align វានៅខាងលើ top ទាំងអស់មកឲ្យអូខេហើយយើងអាចចុច arrow key រំកិលតិចតួចតាមហ្នឹងទៅណាបាទតែពិតគេមានកន្លែងគេ format ប៉ុន្តែយើងអាច format ដោយដៃក៏បានដែរកន្លែងហ្នឹងណាអូខេយើងបាត់4ប៉ុន្តែយើងច្រឡងតំណែងបងប្អូនអរគ្នាណាយើងច្រឡងតំណែងនេះយើងចុចកន្លែងនេះមកបាទយើងចុចមកប៉ុកទៀតឲ្យចូលកាន់ save របស់យើងនេះណាបាទនេះយើងដូរយើងអាចលុបចោលកន្លែងហ្នឹងបាទយើងចុចកន្លែង sheet pivot នេះច្រឡងទី2ទៅតងជាមួយនឹង name count នេះចុចមកប៉ុកមក enter មកបាទហើយដើម្បីច្រឡងការ format វាបងប្អូនចុចទៅលើនេះ2ដងមកនេះបាទចុច2ដងមកហើយបន្តទៀតបងប្អូនចុចកន្លែង home យកពាក្យថា format painter បងប្អូនចុចចំកន្លែងលេខយើង2ដង1 2ដោយសារតែយើងចងគ្រប់វាទៅទេអញ្ចឹងយើងមានតែ format ធម្មតាបាទអក្សរមកហើយយើងអាចតម្លើង font មកណាដាក់ bold មកអស់មកនេះហើយកន្លែងនេះយើងដូរបានយើងចុច2ដងមកឲ្យចេញកន្លែង select កន្លែងរូបភាពនេះបាទបងប្អូនចូលមកកាន់ពាក្យថា graphic format យើងយកពាក្យថា change graphic បាទយើងយកពាក្យថា from icon យើងដូរ icon ណាយើងយក icon ផ្សេងខ្ញុំសុំមើលសិនបើអក្សរក៏បានដែរបាទ picture អូខេយកនេះចុះចុចសញ្ញាគ្រីសមក insert អូខេចេញណាអញ្ចឹងបន្តទៀតកន្លែងនេះដូចគ្នាយើងដូរ icon មុនក៏បានដែរចុច graphic format change icon កន្លែងនេះយើងអាចដាក់ឈ្មោះអីក៏បានដែរឥឡូវខ្ញុំយកនេះចុះណាអូខេអញ្ចឹងកន្លែងដូចគ្នាចុចលើវាមួយមកចូលមកកាន់ graphic format change icon បងប្អូនអាច scroll មើលបានចង់បានមួយណាក៏បានដែរអូខេឥឡូវខ្ញុំវាយឈ្មោះតែម្ដងដោយសារវាជាទឹកប្រាក់តូតើហ្នឹងខ្ញុំដាក់ money មកអូខេនេះចេញមកយកនេះចុះ insert មួយមកអូខេអញ្ចឹងយើងបានយើងដូរឈ្មោះមកនេះគេអានេះគឺ customer មិនចឹងអូខេ customer នេះហើយយើងអាចចុច2ដងលើនេះមកដើម្បីឲ្យវា select លើរូបភាពហ្នឹងណាបាទយើងអាចចុច arrow key អស់វាមកអូខេអានេះQTY បាទយើងអាច arrow key ឲ្យស្មើជាមួយនឹង icon របស់យើងស្អាតហើយកន្លែងនេះគឺជា total អូខេហើយបន្តទៀតយើងច្រឡងមកទៀតមកចុចកន្លែងនេះ2ដងមកណាឲ្យវាចេញតទៅជាមួយប្រអប់មកចុចចំចែងវាហើយបងប្អូនលុបចោលមកដាក់តែសញ្ញាស្មើទៅទេបានហើយបងប្អូនចូលមកកាន់ sheet pivot នេះយើងយកលេខ3 QTY enter មកបាទយើងធ្វើការ format ដូចគ្នាមកយកពណ៌សហើយដាក់ bold មកអូវាណាអូខេយើងអាចចុច arrow key សេរីវាតាមហ្នឹងទៅមួយទៀតកន្លែងនេះគឺ total រឿងវែងជាងគេណាបាទបងប្អូនចុចលើហ្នឹងបាទលុបចោលកន្លែងប៉ុណ្នេះទុកតែសញ្ញាស្មើបានចូលមកកាន់ pivot table ចុចកន្លែងនេះមក enter ហើយបងប្អូនអាចធ្វើការសេរី font បានសេរីអីតាមនោះបានយកពណ៌សឲ្យប្រិចវាយក bold ផងហើយកន្លែងនេះក៏ត្រូវ format វាដែរដោយសារវាជាចំនួនទឹកប្រាក់ណាចុច home មកយកកន្លែងដុល្លារនេះបាទយើងចូលមកកាន់ dashboard យើងវិញបាទបងប្អូនឃើញដោយសារតែវាធំពេកណានេះបាទយើងអាចសេរីតាមនោះមកហើយយើងអាចសេរីប្រអប់នេះយើងវែងតិចទៅវាទៅទាំងអស់តែម្ដងណាខ្ញុំសុំ control Z មកវិញ
ungroup ចោលក៏បានដែរបាទ group ungroup ចោលមកអូខេអញ្ចឹងជាការស្រេចនេះខ្ញុំបានប៉ុណ្ណឹងសុំ save មួយសិនអូខេអញ្ចឹងយើងនឹងសល់ឆាតចំនួន4ទៀតបាទអញ្ចឹងយើងយកឆាតមកតែម្ដងមកឆាតទី1របស់យើងនេះបាទយើង control C មកផាសនៅក្នុងកន្លែងនេះអូខេប៉ុន្តែយើងភ្លេចមួយគឺភ្លេចតាក់ទងជាមួយនឹងប៊ូតុងនេះពីខាងក្រៅវាបាទអញ្ចឹងយើងអាច copy នេះមកដោយសារយើងដក group ចោលហើយ control C មក control V អូខេដាក់ចាយនេះមកយើងអាចសេរីអាហ្នឹងឲ្យអស់សិនចាំយើងដាក់ឆាតតាមក្រោយក៏បានដែរបងប្អូនគ្នាណាសេរីប្លង់វាចេញសិនណាឥឡូវខ្ញុំអស់មកខាងស្ដាំខ្ញុំយកឆាតដាក់ខាងក្រៅចោលសិនអូខេខ្ញុំសុំសេរីប្លង់វាឲ្យត្រូវសិនណាបងប្អូនអាចដោះចេះចូលមកកាន់បញ្ជូដោះចោលអស់ចេះបាទដោះចោលអស់ចេញទៅតែពិតបញ្ជូនេះយើងដោះចោលយើងអត់ទុកអីទេដោះចោលស្អាតចេះហើយយើងធ្វើការ design វាយើងយក3ឲ្យមួយទៀតមកហើយយើងចុច control ជាប់មកយើង align ចូល save format មក align ខាងលើអូខេហើយចាំយើងសេរីតែបដ ாய் បានអីដាក់អានេះដល់នេះមកបាទនេះរៀងវែងណាអានេះរៀងខ្លីជាងគេភាសានេះដាក់ឆាតរៀងកតបទេអានេះរៀងវែងជាងគេដោយសារតែខេតណាបាទអូខេនៅមួយចុងក្រោយទៀតដាក់ខាងក្រោមនេះមកខាងក្រោមគេនេះដូចជាឡាញបាទចុចនេះមកយើងអុសខាងលើតិចមកយើង design ប្លង់ឲ្យហើយសិនទៅហើយកន្លែងនេះយើងអាចអុសមកខាងក្រោមនេះ slicer ឲ្យវាស្មើមកស្អាតហើយចាំយើងធ្វើការកំណត់ណាបាទយើងធ្វើការបើកវិញមកអូខេដាក់ overlay icon មកហើយចាំយើងយកឆាតយើងមកដាក់បាទបើចេញនៅក្រោយអញ្ចឹងបងប្អូនអរគ្នាអត់បញ្ហាទេបាទយើងចុចកន្លែងហ្នឹងមកយើងចូល format នេះហើយយើងចុចកន្លែងនេះហើយ background វាយើងដោះចេញទៅយើងមិនបាច់ចាំដាក់ background វាទេអូខេយើងចូលកាន់កន្លែង save fill នេះយើងដោះចោលណាបាទយើងដោះ background វាចោលព្រោះយើងត្រូវការ background ខាងក្រោយរបស់ឆាតទេនេះយើងដាក់ចូលចឹងមកទាញឲ្យតម្រូវជាមួយនឹងប្រអប់របស់យើងនេះបាទឥឡូវខ្ញុំទាញព្រមចូលវិញបន្តិចអូខេប៉ុណ្នេះមកបានហើយយើងចុចនៅលើឆាតរបស់យើងคลิกមកខាងស្ដាំមកយកពាក្យថា format data serial មកអូខេយើងអាចកំណត់អីតាមនោះបានតកតងជាមួយកន្លែងនេះយើងមាន3កំណត់តកតងជាមួយនឹង border វិញចែងនេះវានេះចែងមកវាយើងយក solid មកយើងចង់បានផ្ទៃជាមួយនឹងពណ៌នេះឲ្យស៊ីគ្នាបាទ color ហ្នឹងយើងយកពណ៌នេះទៅបាទហើយយើងអាច transform វាមកហើយតើទៅមួយ width នេះយើងអាចដាក់យ៉ាងក្រាស់ទៅបាទនេះចឹងណាយើងអាចកែបានយើងចុចពីរដងនៅលើផ្ទៃឆាតណាមួយក៏បានដែរហើយយើងអាចកែពណ៌វាបានចូលមកកាន់លើថាចង់បានពណ៌អីចង់បានពណ៌លឿងហ៎ចេញពណ៌លឿងទៅនេះsorry នេះខ្ញុំដាក់ border ទេខ្ញុំយក no វិញចូលកន្លែង fill នេះយើងមើលតាមរូបយើងបាទពណ៌លឿងអូខេប៉ុណ្ណឹងចុះហើយយើងចង់ដាក់តម្លៃចូលយើងចុចកន្លែងនេះមកនេះបាទយកតទៅជាមួយនឹង data label ណាអូខេនេះសារយើងចុចតែមួយខ្ញុំសុំលុបចោលវិញខ្ញុំបិទចោលតទៀតយើងចុចមកប៉ុកនៅលើសារថ្មីមកយក data label ហើយយើងយកទៅមួយមក option មកអូខេគេវាចេញនេះអញ្ចឹងយើងយកទៅជាមួយនឹង name មួយមកណាបាទវាចេញទាំងពីរហ្នឹងហើយយើងអាចកំណត់នៅកន្លែងនេះយើងឲ្យដក clear មកបាទឲ្យ space មកអូខេយើងអាចបរម font ក៏បានដែរដោយសារតែឆាតយើងវាទូចពេកយើងទាញធំតិចទៅអូខេហើយយើងអាចធ្វើការកំណត់បន្ថែមណាទៅមួយ position វាបងប្អូនចង់ដាក់នៅតាណាបងប្អូនចង់ដាក់នៅកណ្ដាលហើយយើងយកមក option បន្ថែមមកយើងអាចកំណត់ទៅបាទយើងកំណត់យក00មកណាអូខេហើយយើងចូលមកកាន់ home មកយើងដាក់ឲ្យវារៀងដិតតិចទៅហើយបងប្អូនចង់កំណត់យកពណ៌អីក៏បានដែរអញ្ចឹងយកបានមួយនេះអញ្ចឹងយកបានមួយយើងអាចចុចមើលបាននេះបាទបងប្អូនអាចចុចមើលបានវីដេអូតាមនោះទាំងអស់នេះយើងបន្តទៀតចូលដល់ឆាតទី2របស់យើងខ្ញុំលុបអានេះចោលព្រោះយើងប្រើហើយយើងបាច់យកមកទៀតទេ slicer ក៏មិនបាច់ដែរបាទលុបចោលបាទយើងយកនេះមកតទៀត control C មកដាក់នៅក្នុង dashboard របស់យើងអូខេ
យើងអាចសេរីតាមហ្នឹងមកយើងចូលមកកាន់ design មកឬក៏ format នេះយើងដោះតាក់ទងជាមួយនឹង fill វាចោលទៅបាទហើយអក្សរនេះបងប្អូនកំណត់ពណ៌អីក៏បានដែរឥឡូវខ្ញុំយកពណ៌សយកពណ៌សហើយខ្ញុំដាក់ដិតតិចមកអូខេពណ៌នេះនៅក្នុងនេះពណ៌រៀងលឿងនេះចុចលើនឹងមកចុចកន្លែងសញ្ញាបុកនេះបាទយើងអាចកំណត់តាមនោះបានណាคลิกមកខាងស្ដាំយកពាក្យថា format data series មកបាទចូលកន្លែងនេះ fill វានេះយើងយក solid បាទយើងដូរពណ៌មកបាទបន្តទៀតយើងចុចកន្លែងនេះមកបាទយើងអាចធ្វើការ gap វាឲ្យធំតិចអូខេតែយើងបានមួយទៀតណាអញ្ចឹងយើងចូលមកកាន់ pivot ទៀតយើងយកកន្លែងនេះមួយទៀត Ctrl C មកផាសចូលនៅក្នុងនេះបាទហើយយើងចូលមកកាន់ format យើងដោះបាទដោះចោលអស់អូខេកន្លែងនេះយើងដោះតាក់ទងជាមួយនឹង grid line ចោលហើយបន្តទៀតនៅក្នុងនេះគឺបងប្អូនកំណត់តាក់ទងមួយពណ៌មកបងប្អូនចង់បានពណ៌អីបាទ solid មកណាពណ៌sorry នេះយើងចុចទៅលើនេះផ្ទាល់តែម្ដងយើងចុចទៅលើសមកបាទពណ៌ solid នៅក្នុងនេះគេយកពណ៌ស្វាយអូខេយក more color នេះមកកន្លែងនេះយើងពណ៌ស្វាយថ្លាណាបាទហើយយើងធ្វើការ gap វាចូលកន្លែងសនេះបាន gap វាមកអូខេចុចកន្លែងនេះមកហើយយើងអាចព្រមអក្សរឲ្យវាធំពេកបាទតូចប៉ុណ្ណឹងមកហើយយើងយកអក្សរពណ៌សមកបាទបានមួយទៀតណាយើងនឹងសចុងក្រោយតែមួយទៀតទេអក្សរ line របស់យើងនេះ Ctrl C មកផាសចូលមកក្នុង dashboard របស់យើងនេះបាទ scroll ចុះក្រោមបាទយើងទាញឲ្យវែងណាព្រោះដោយសារតែយើងទុក space រៀងធំដែរយើងអស់ឡើងមកខាងលើមកយើងអាចដោះ background វាចោលក៏បានដែរកុំឲ្យពិបាកមើលអូខេហើយយើងដោះតាក់ទងជាមួយនឹង grid line ចោលអូខេអក្សរនេះយើងដូរមកបាទយើងចង់បានអក្សរពណ៌អីអក្សរនេះយើងយកពណ៌លឿងទៅយើងឆ្លោះបាទអូខេអញ្ចឹងយើងចូលមកកាន់ការកំណត់បោះ line យើងវិញយើងចុចកន្លែងសញ្ញាបូកនេះមកបាទយើងចុចកន្លែងលើ line ហ្នឹងមកคลิกមកខាងស្ដាំយកពាក្យថា format data series បាទនៅក្នុងនេះគឺយើងចូលកន្លែងរូបនេះវាមាន2វាមាន line ហើយនិង marker អញ្ចឹង line យើងចង់បានពណ៌អីនៅក្នុងនេះ line យើងយកពណ៌រៀងលឿងបាទ solid មកអូខេហើយ marker របស់យើងបាទ marker option យើងយក move អូខេបន្តិចមកហើយនៅក្នុង marker របស់យើងនេះយើងយកពណ៌ត្រួយចេកmore color បាទយកពណ៌ត្រួយចេកនេះហើយយើងអាចប្រិចធំតិចក៏បានដែរដើម្បីស្អាតណាដាក់8ទៅយើងខ្វែងចោលអូខេប៉ុណ្ណឹងស្អាតនេះយើងអាចបិទតាក់ទងជាមួយនឹងដាក់ full screen មកអមខាងលើមកអូខេអញ្ចឹងជាការស្រេចបាទអូសូអូខេហើយយើងចង់ដាក់តម្លៃនៅក្នុងនេះក៏បានដែរនេះបាទคลิกមកស្ដាំមកយកពាក្យថា format data serial មកយើងអាចធ្វើការកំណត់ទៅលើគេ data លើវាអញ្ចឹងទៅណាបាទចុចកន្លែងនេះមកយកពាក្យថា data label មកឬក៏ធ្វើការ more option លើវាមកណាកំណត់មកនៅក្នុងនេះយើងចង់បាន position អីគេយើងកំណត់តាមហ្នឹងមកដល់ label នេះខ្ញុំយក n បាទ n ប៉ុណ្ណឹងមកណាអូខេហើយកន្លែងនេះដូចគ្នាដែរកន្លែងនេះក៏មាន data label ដែរខ្ញុំ scroll មកខាងនេះមក data label បាទ data label យើងអាចដូរពណ៌បានឥឡូវខ្ញុំសុំបិទ full screen សិនបាទដើម្បីអាចដូរពណ៌ data label បានចុចលើលេខរបស់យើងនេះអូខេសុំចាំតិចចុចលើនេះមកយើងដូរយើងយកពណ៌សបងប្អូនចង់ format ជា K ក៏បានដែរ
តោះឥឡូវយើងដាក់ full screen វិញបាទហើយទៅហើយអូខេអញ្ចឹងតកតងជាមួយនឹងការបង្កើត dashboard យើងគឺមានប៉ុណ្ណឹងជួបគ្នានៅវីដេអូក្រោយ